ហើយរូបមន្តរបស់គេគឺត្រូវយក direct material បូកជាមួយនឹង direct labor បូកជាមួយនឹង variable manufacturing overhead ហើយនឹងបូកជាមួយនឹង fixed manufacturing overhead ហើយតែទៅជាមួយនឹង direct labor direct material ជាមួយនឹង variable overhead នេះគឺគេបានប្រាប់នៅក្នុងសភៅរបស់យើងហើយតែទៅជាមួយនឹង fixed manufacturing overhead នេះគឺយើងត្រូវរកវាក្នុងមួយ unit បើន័យថារកវានៅក្នុងមួយឯកតាដោយសារតែគេត្រូវរកវាមួយឯកតាដែរគេថ្លៃដើមក្នុងមួយឯកតាអញ្ចឹងទៅយើងត្រូវរកវាចេញជាឯកតាដែរហើយតែទៅជាមួយនឹងរូបមន្តរបស់វាគឺយើងត្រូវយក total fixed cost គេប្រាប់នៅក្នុងនឹងថ្ងៃវាស្មើនឹង 30,000 ហើយ unit ប្រដាគេក៏ប្រាប់ដូចគ្នាថា 6,000 អញ្ចឹងយើងត្រូវយកវាមកចែកជាមួយនឹងគ្នាមកវាស្មើនឹង$5អញ្ចឹងមានន័យថាក្នុងមួយ unit របស់វាហ្នឹងស្មើនឹង$5ហ្នឹងអញ្ចឹងយើងគ្រាន់តែយកទាំង4នឹងបូកចូលគ្នាមកវាស្មើនឹង$12អញ្ចឹងថ្លៃដើមនៃការផលិតនៅក្នុងរូបមន្តឲ្យ absorption ហ្នឹងគឺស្មើនឹង$12 អរគុណ